បងប្អូនអើយដល់ខែភ្លៀងហើយបាទបន្លែយកមកស្រោះចលក់មួយត្រីខទឹកគ្រឿងនេះឆ្ងាញ់ណាស់បងប្អូនអើយបាទបងប្អូនណាបើចង់បានហូបមកដូចខ្មោចហូបជាមួយខ្ញុំបាទបាទថ្ងៃនេះមានអានងមានតកួនមានស្នូលពូតមានយកមកស្រោះវាស្ងោរឲ្យឆ្អិនហើយបងប្អូនមានការ៉ុតមានអីដាក់ជាមួយត្រីខទឹកគ្រឿងត្រីខបងប្អូនអើយចិត្តម៉ែអាចិត្តហើយបងប្អូនឥឡូវយើងចាប់ផ្ដើមធ្វើបន្លែស្អាតបងប្អូនលាងពី3ទឹកទៅបងប្អូនដើម្បីយើងស្រោះយើងយកទៅស្រោះវាឲ្យឆ្ងាញ់ទុនបាទបន្លែយើងមានតែប៉ុណ្្នឹងបងប្អូនអើយយើងមិនដូចនៅស្រុកស្រែមានអាក្តឹបរះកាត់យកមកស្ងោរទៀតអស់ទោះហើយយើងមានតែស្នូលពូតមានតែស្លឹកខ្ទឹមការ៉ុតអានូងតកួនណាឥឡូវយើងចាប់ផ្ដើមលាងបន្លែស្អាតបាទហើយយើងចាប់ផ្ដើមយកវាមកស្រោះឲ្យបងប្អូនហើយបាទយើងមកចំស្រោះវាដាក់មកពឹបអូមានស្នូលពូតមានទ្រាប់មានតកួនបាទឥឡូវយើងដាំហើយយើងស្រោះវាចោលវាបាទឥឡូវអាពេលយើងស្រោះចោលយើងធ្វើគ្រឿងហើយស្រាចបាទឲ្យបងប្អូនអើយមានខ្ទឹមក្រហមខ្ទឹមសម្ទេសក្រូចឆ្មាហ្នឹងហើយដើម្បីយើងធ្វើគ្រឿងខ្ញុំមកគូលបងប្អូនបាទឥឡូវយើងបើកឆ្នាំងរួយអំបិលតិចតិចឲ្យវាមានជាតិបន្លែតិចតិចបងប្អូនហើយឥឡូវបន្លែយើងនេះល្អមែនតើបាទមានខៀវមានសអញ្ចឹងបងប្អូនមើលណាមើលឥឡូវបន្លែយើងអិនល្មមបងប្អូនហើយមើលតកួននេះបងប្អូនហើយល្អណាស់ឡើងទុនល្មើយបងប្អូនហើយឥឡូវយើងដួសតកួនចេញទ្រាប់ស្រួយមើលដាក់ស្រោះមកលើអេមហ្មងឥឡូវមុននឹងយើងធ្វើបន្លែស្អាតហើយយើងស្រង់ចេញហើយឥឡូវយើងមកលីងគ្រឿងបងប្អូនហើយមានម្ទេសខ្ទឹមសខ្ទឹមក្រហមយើងលីងវាឲ្យវាឈ្ងុយបាទបងប្អូនបាទប៉ាំងខ្ទេចប៉ាំងខ្ទេចលីងទៅលីងមកបាទថ្ងៃនេះមាន OTD មកដើមមុខផ្ទះស្អាតណាស់បងប្អូនអើយបាទថ្ងៃនេះថ្ងៃនេះប្រពន្ធមកពេញចិត្តស្ដោកហើយបងប្អូនអើយនេះទឹកគ្រឿងត្រជាក់ដាក់មកមួយអាបន្លែលក់ហ្នឹងត្រូវបងប្អូនអើយបាទឥឡូវយើងលីងឡើងក៏ក្រហមហើយបងប្អូនឥឡូវយើងចាប់ផ្ដើមវាចាក់បុកបងប្អូនហើយបាទយើងបិទក្រាស់ពឹបបងប្អូនអើយឆ្ងាញ់ម៉ែឆ្ងាញ់ណាស់បងប្អូនអើយបាទឥឡូវយើងបុកខ្ទឹមបុកម្ទេសឲ្យវាម៉ត់បងប្អូនហើយយើងបុកឲ្យវាម៉ត់កុំឲ្យហូបទៅវាខ្ទឹមដោយខ្ទឹមត្រីដោយត្រីបងប្អូនហើយយើងបុកឲ្យម៉ត់មកយើងដាក់សណ្តែកដីចូលបងប្អូនបុកជាមួយសណ្តែកដីបុកឲ្យម៉ត់ហើយយើងគោះត្រីខអើយគេនេះស្រី3នាក់មកលេងដល់ផ្ទះ4 5កំប៉ុងបងប្អូនហើយមកពូជឆ្ងាញ់អត់តោះយើងដាក់គ្រឿងបុកយើងចូលបងប្អូនបាទគ្រឿងបុកមិញហ្នឹងមានខ្ទឹមសខ្ទឹមក្រហមម្ទេសហ្នឹងហើយបងប្អូនហើយឥឡូវយើងចាប់ដាក់វាឲ្យល្បាយជាមួយយើងតាមទឹកក្តៅជ្រុំប្រហុកបងប្អូនបាទទឹកគ្រឿងបើយើងមិនជ្រុំប្រហុកយើងបងប្អូនតែមិនទឹកគ្រឿងបងប្អូនហើយបាទឥឡូវយើងដាក់ទឹកដាំពុះទៅយើងលួចទឹកត្រីក្នុងរបស់យើងនេះបន្តិចអំបិលស្ករប៊ីចេងដាក់វាឲ្យមានរសជាតិប្រៃផ្អែមដែលយើងចង់បានណាបងប្អូនយើងចង់បានប៉ុន្មានយកប៉ុណ្ណឹងចង់ជូរចង់ប្រៃចង់ផ្អែមខ្លាចតែបងប្អូនចំណូលបងប្អូនចូលចិត្តទេបាទបើខ្ញុំទៅចិត្តជូរបន្តិចផ្អែមបន្តិចប្រៃបន្តិចឆ្ងាញ់ណាស់បងប្អូនបាទឥឡូវអាទឹកប្រហុកជើងដាំពុះហើយយើងយកមកស្រូចចាក់មកលើអាត្រីខកំប៉ុងយើងបាទឥឡូវយើងចាក់ហើយយើងកូរវាមកអូតំណងណាបងប្អូនអើយឡើងខាប់ធិលមកជាក់ឆ្ងាញ់ណាស់បងប្អូនអើយលក់គៀនផ្ទះក្រោយផ្ទះមុខផ្ទះបោចខ្លះទិញផ្សារខ្លះបងប្អូនអើយជាតិបងប្អូនលក់ខ្ញុំឯងមានការ៉ុតមានទ្រាប់មានអីមើលមកថាសធំបងប្អូនមកអញ្ជើញភ្លក់មកខ្ញុំបងប្អូនរួយជីរួយអីដូចតំណងឡើបងប្អូនអើយបាទឥឡូវយើងចាប់ដើមភ្លក់ទៀតបងប្អូនអើយភ្លក់កាលណាធ្វើត្រូវតែភ្លក់បងប្អូនបាទឥឡូវដោឈ្ងុយណាស់បាទឥឡូវទី1ដាក់ពួតបារាំងមួយមើលខ្ញាច់មកជវាបងប្អូនហើយដាក់ទៅឆ្ងាញ់មកមើលមាត់ណាញាប់ឆ្មេដូចបកួយចឹងបងប្អូនអានងយីផ្អែមអើយផ្អែមអានងបងប្អូនអានងបាទមកជភាមកបងត្រីខដាក់ទៅឆ្ងាញ់មកបងប្អូនអើយហ្វេនកុំភ្លេចណាអាចធ្វើដូចនេះស្មាច់បានបន្លែបកាមកបោចមកស្រោះមកភ្លៀងត្រជាក់ដាក់មកត្រូវបងប្អូនហើយអើយមើលមាត់បងប្អូនហើយបាទឆ្ងាញ់ណាស់បងប្អូនហើយបាទវីដេអូមានប៉ុណ្ណឹងបងប្អូនណាបើបងប្អូនចូលចិត្តបងប្អូនជួយ share ជួយ like បងបាទផងអរគុណ